ប្រិមត្តទស្សនិកជនជាទីគោរពកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី2 ISC2 ចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែសីហាឆ្នាំ2026ដែលពិធីបើកនិងប្រារព្ធធ្វើឡើងនៅអគារពន្ធដារស្ថិតនៅសង្កាត់ជ្រោយចង្វាររាជធានីភ្នំពេញព្រឹត្តិការណ៍នេះនឹងប្រមូលផ្ដុំមេដឹកនាំសភាគណៈប្រតិភូអន្តរជាតិនិងតំណាងស្ថាប័នសកលលោកដើម្បីលើកកម្ពស់សន្តិភាពច្បាប់អន្តរជាតិនិងវិបុលភាពរួមសន្និសីទនេះត្រូវបានរៀបចំឡើងដោយព្រឹទ្ធសភានិងរដ្ឋសភាក្រោមមូលបត្រសាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួមពង្រឹងច្បាប់អន្តរជាតិនិងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្ដោតលើការទូតសភានិងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយគ្នានោះផងដែរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គនិងព្រះរាជទានព្រះរាជសារក្នុងពិធីបើកហើយសុន្ទរកថាគន្លឹះនឹងធ្វើឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាលោកស៊ីយ៉េតយូសាហ្វរ៉ាហ្សាជីឡានីប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងអគ្គលេខាធិការនៃ ISC គណៈប្រតិភូនឹងចូលរួមក្នុងកិច្ចប្រជុំពេញអង្គនិងកិច្ចពិភាក្សាទូទៅដែលធ្វើជាសហប្រធានដឹកនាំដោយឯកឧត្តមអ៊ុចបូរិតអនុប្រធានទី1ព្រឹទ្ធសភានិងលោកជីឡានីដោយផ្ដោតលើបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោកជាមួយគ្នានោះឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក៏គ្រងនឹងថ្លែងសុន្ទរកថាពិសេសផងដែរអ្នកចូលរួមនឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនរោត្តមសីហមុនីចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជានិងទស្សនាពិព័រណ៍វប្បធម៌ព្រមទាំងទីតាំងនានានៅរាជធានីភ្នំពេញហើយពិធីបិទនៃសន្និសីទនេះសម្ដេចមហារដ្ឋសភាធិការធិបតីខួនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញថ្លែងសុន្ទរកថាបិទសន្និសីទនេះផងដែរ